ដូច្នេះតើការពិនិត្យ endoscopy ជេខាងលើគឺជាអ្វីការពិនិត្យ endoscopy ជេខាងលើគឺជាការដែលគ្រូពេទ្យជំនាញផ្នែកក្រពះនិងពោះវៀននឹងដាក់បំពង់មួយដែលភ្ជាប់នឹងកាមេរ៉ាតាមមាត់របស់អ្នកតាមរយៈបំពង់អាហារចូលទៅក្នុងក្រពះរបស់អ្នកនោះនឹងជួយឲ្យយើងមើលឃើញផ្នែកខាងក្នុងនៃប្រព័ន្ធរំលាយអាហារទាំងមូលរបស់អ្នកតាមរយៈក្រពះឬផ្នែកដំបូងនៃពោះវៀនតូចអ្នកអាចមើលឃើញវាជាក់ស្ដែងក្នុងពេលជាក់ស្ដែងអ្វីដែលវាជួយគឺ endoscopy អាចជួយយើងរកឃើញស្នាមជំតូចការហូរឈាមណាមួយប៉ូលីបណាមួយក្នុងក្រពះឬសូម្បីតែការលូតលាស់ឥឡូវនេះវាក៏អាចជួយយើងវិនិច្ឆ័យជំងឺដូចជាការរលាកបំពង់អាហារឬការរលាកក្រពះ endoscopy គឺជាការធ្វើតេស្តសាមញ្ញមួយដែលនៅក្នុងដៃអ្នកមានបទពិសោធន៍វាមិនសូវចំណាយពេល1នាទីសម្រាប់ធ្វើតេស្តទាំងមូលវានឹងត្រូវការអ្នកឲ្យអត់ឃ្លានប្រមាណ2ម៉ោងឬបន្តិចបន្ថែមលក្ខខណ្ឌតែមួយគត់គឺត្រូវឲ្យក្រពះទេនៅពេលធ្វើតេស្តនេះដើម្បីទទួលបានលទ្ធផលល្អបំផុត